ហេតុអ្វីបានជាស្ត្រីពេលរស់នៅជាមួយគ្នាគ្មានសំណើមតាក់ទងទៅនឹងបញ្ហានេះគឺនាងខ្ញុំសូមលើកពីករណីយកមកបកស្រាយជូនបងប្អូនដោយសារតែសំណួរនេះបានមកពីបងប្អូនដូចគ្នាដែរទីមួយគឺកត្តាអារម្មណ៍សម្រាប់ស្ត្រីបើសិនជាគាត់គ្មានអារម្មណ៍គឺធ្វើឲ្យគាត់ស្ងួតគ្មានសំណើមហើយទោះបីជាបុរសប្រើស្ទីលស្ទាយបែបណាក៏នៅតែគ្មានសំណើមស្ងួតដែរតើតងទៅនឹងករណីហ្នឹងសម្រាប់ករណីទី2គឺដោយសារតែគាត់មានជំងឺស្ងួតទ្វារមាសតើតងទៅនឹងជំងឺស្ងួតទ្វារមាសនេះបើជាគាត់មានអារម្មណ៍មានចំណងបែបណាក៏រស់នៅទៅមានអារម្មណ៍រៀងស្ងួតគ្មានសំណើមដូចគ្នាដែរតើតងទៅលើបញ្ហាទាំងអស់នេះមួយវិញទៀតសម្រាប់បញ្ហាស្ងួតទ្វារមាសនេះបើសិនជាស្ត្រីមិនរស់នៅជាមួយគ្នាក៏ធ្វើឲ្យគាត់មានអារម្មណ៍ថារៀងក្តៅក្រហាយឈឺផ្សាស្ងួតគ្មានសំណើមនោមមកផ្សានោមមកឈឺក៏ដូចជាពេលខ្លះអាចនឹងធ្វើឲ្យស្ត្រីប្រឈមទៅនឹងការរលាកទ្វារមាសការឡើងកន្ទួលក្រហមរោលទៅនឹងបរិវេណទ្វារមាសដូចគ្នាសម្រាប់ជំងឺស្ងួតទ្វារមាសនេះអញ្ចឹងសម្រាប់បងប្អូនស្ត្រីបើសិនជាគាត់នៅតែបន្តទុកទៅលើបញ្ហាគ្មានចំណងជំងឺស្ងួតទ្វារមាសនេះអាចនឹងវិវត្តទៅជាបញ្ហាផ្សេងទៀតបានដូចគ្នាអញ្ចឹងសម្រាប់ការចែករំលែកនាងខ្ញុំមានត្រឹមប៉ុណ្នេះបងប្អូនមានជាចម្ងល់អាច comment ឬក៏ឆាតចូលក្នុង page ដើម្បីទទួលបានដំណោះស្រាយ